គូទី71មហាមច្ឆារំអិលចាខ្សែទឹកខាងក្នុងជាមួយនឹងពោះព្រៃខ្សែទឹកខាងក្រៅកំពុងតែប្រកៀកប្រកាត់គ្នាមកហើយចាសូមជូននីតិនេះជូនលោកស្រីនាងសុចិត្រាដើម្បីបន្តចាធ្វើការអត្ថាធិប្បាយជូនសូមអរគុណចាសូមអរគុណអ្នកស្រីប្រាក់សុភ័ក្រចាឥឡូវនេះទូគូទី71បានតែប្រឹងដកខ្លួនពីដៃគូរបស់គាត់ហើយចាប្រកាសជាមហារំអិលរបស់គាត់មែនចាដាច់ហើយដាច់មួយទូកហើយចាលឿនណាស់លឿនខ្លាំងខ្លាមែនតែនចាឥឡូវនេះអាចជម្រាបជូនបានថាជ័យជំនះត្រូវបានទៅទូកខ្សែទឹកខាងក្នុងដែលមានឈ្មោះថាមហារំអិលដែលជាទូករបស់ខេត្តព្រៃវែងព្រៃស្ថិតនៅក្នុងវត្តកោះប្រាក់ភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលខ្សែទឹកខាងក្រៅមច្ឆាមហារំអិលមច្ឆាមហារំអិលស្ថិតនៅស៊ីថោកដាលបាទវត្តព្រៃចង្ក្រានខេត្តព្រៃវែងនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅមច្ឆាមហារំអិលដែលកំពុងតែមានភាពជាងគូប្រកួតដែលមានឯកសណ្ឋានពណ៌ស្លាទុំចំណែកឯពោះព្រៃគឺមានឯកសណ្ឋានពណ៌លឿងបាទសូមបន្ថែមទៀតមើលខ្សែទឹកខាងក្នុងពោះព្រៃពោះព្រៃអាចមានល្បឿនលឿនក៏ប៉ុន្តែពេលនេះឃើញថាមច្ឆាមហារំអិលបាទមច្ឆាគឺរស់នៅក្នុងទឹកអីហើយមហារំអិលទៀតក៏មិនធម្មតាដែរសម្រាប់បងប្អូននៅភេជ្ជកានខេត្តព្រៃវែងពេលនេះឃើញថាមច្ឆាមហារំអិលបានទទួលជ័យជំនះនៅក្នុងគូទី71